សួស្តីប្រិយមិត្តឱកាសខ្ញុំសូមចេញនៅคลิปវីដេអូមួយពាក់ព័ន្ធទៅនឹងរឿងមួយដែលកំពុងតែផ្ទុះវែងញែកគ្នាអំពីជនបរទេសម្នាក់ដែលយើងពីដើមយើងគ្រប់គ្រងគាត់ខ្លាំងបាទបងប្អូនជាពលរដ្ឋយើងគ្រប់គ្រងគាត់ខ្លាំងហើយខ្ញុំក៏បានឃើញคลิปវីដេអូរបស់លោកយូរ៉ាយមកគាត់បានចេញមកនិយាយពីលក្ខណៈល្អរបស់ជីវរដ្ឋខ្មែរយើងដែលជាតិសាសន៍ដទៃមាននោះគឺចិត្តល្អបាទលោកយូរ៉ាយក៏បានបកស្រាយចិត្តល្អគឺវាមិនខុសទេប៉ុន្តែល្អដល់ថ្នាក់ខ្លាំងពេកក៏វាមិនចំណេញសម្រាប់យើងដែរអញ្ចឹងន័យនេះប្រហែលជាលោកចង់និយាយថាការយើងធ្វើល្អគឺត្រូវធ្វើល្អចំពោះមនុស្សដែលត្រូវបាទគាត់បែរជាចង់មានន័យអញ្ចឹងឬក៏ធ្វើល្អក្នុងដែនកំណត់ណាមួយដែលយើងអាចធ្វើទៅបានបាទអានឹងទង្វើល្អយើងធ្វើទៅវាត្រូវហើយក៏ប៉ុន្តែបើធ្វើទៅក្នុងដែនដែលលើសពីអ្វីដែលយើងអាចធ្វើបានឬក៏លើសពីអ្វីដែលរំពឹងទុកអានឹងក៏ទៅជារឿងមួយដែលមានវិបត្តិសារីដែរបាទអញ្ចឹងសម្រាប់ខ្ញុំមិនបន្ទោសលោកគ្រីសទេបាទលោកគ្រីសគាត់ចង់និយាយពីលោកគ្រីសហ្នឹងបាទជាពលរដ្ឋយើងនៅពេលដែលគ្រីសគាត់មកប្រទេសកម្ពុជាយើងគឺមានការគ្រប់គ្រងខ្លាំងណាស់បាទភ្លុកទឹកភ្លុកដីខ្ញុំឃើញអ្នក follow គាត់ក៏ច្រើនអីក៏ច្រើនតែគាត់មកគឺក្នុងន័យទេសចរគាត់ជាអ្នកគេថា around the world បាទ trip around the world អញ្ចឹងគាត់មិនប្រកាន់ប្រទេសណាទេតែដោយឡែកយើងខ្លួនឯងទេដែលយើងគិតតែរឿងម្យ៉ាងបាទមានន័យថាយើងគ្រប់គ្រងគេយើងស្រឡាញ់គេចង់ឲ្យគេនឹងមកខាងយើងទាំងស្រុងអញ្ចឹងបងប្អូនសាកគិតពិចារណាទៅវិញគឺវាមិនត្រឹមត្រូវទេធ្វើបែបនោះបាទយើងមិនអាចហាមឃាត់គេមិនឲ្យគេធ្វើបែបណាស្រាប់ចិត្តយើងនឹងមិនបានទេតែអ្វីដែលយើងអាចហាមបានហាមត្រង់ថាតើយើងគ្រប់គ្រងពួកគាត់ឬគាត់នឹងក្នុងកម្រិតមួយណាបាទបើជាយោបល់ខ្ញុំការគ្រប់គ្រងរបស់បងប្អូនអត់ខុសទេព្រោះ Chris គាត់បានផ្សព្វផ្សាយពីខ្មែរយើងច្រើនណាស់បាទទៅកាន់ពិភពលោកគេបានស្គាល់ប៉ុន្តែឡើងរយៈចុងក្រោយគាត់ទៅប្រទេសមួយទៀតនោះទៅបងប្អូនចាប់ដើម comment គាត់ថាគាត់ចេះចោលអីចឹងជាដើមប៉ុន្តែបងប្អូនសម្រាប់ខ្ញុំគិតម្យ៉ាងទៀតថាអ្វីដែលយើងបានធ្វើទៅហើយល្អហើយយើងគួរតែរក្សាវាទុកប៉ុណ្្នឹងទៅបងប្អូនកុំចាំបាច់តកុំចាំបាច់ថាគេចេះគេចោលអីវានាំឲ្យភាពល្អរបស់យើងវាទៅជាអាក្រក់ទៅវិញវាបង្ហាញពីអេយ៉ាបត់មិនល្អនៃធាតុដើមខាងក្នុងរបស់យើងដែលមិនជាការពិតទៅវិញតែតាមពិតទង្វើល្អរបស់យើងគឺជាការពិតហើយបងប្អូនធ្វើត្រូវហើយប៉ុន្តែកុំសម្ដែងទៅឲ្យគេឃើញថាវាគ្រាន់តែជាការសម្ដែងទៅអញ្ចឹងបងប្អូនឲ្យស្ងៀមទៅបាទគាត់គិតបែបណាគឺជារឿងរបស់គាត់បងប្អូនគ្រប់គ្រងគឺជាសិទ្ធិរបស់បងប្អូនតែបងប្អូនធ្វើត្រូវហើយអត់ខុសទេព្រោះគាត់បានជួយផ្សព្វផ្សាយពីខ្មែរមែនអញ្ចឹងសម្រាប់ខ្ញុំប្រសិនបើខ្ញុំបានលះបង់ទៅហើយខ្ញុំមិនទាមទារការតបស្នងមកវិញទេដរាបណាបុគ្គលនឹងគាត់គិតឃើញចង់តបស្នងអានឹងជាសិទ្ធិរបស់គាត់ខ្ញុំមិនថាទេបាទអញ្ចឹងខ្ញុំសំណូមពរដល់បងប្អូនទៅវិញថាគួរកុំបន្ទោសទៅគ្រីសអីគឺត្រូវរក្សាចិត្តខ្លួនឯងឲ្យនៅល្អបរិសុទ្ធដដែលគឺយើងបានធ្វើល្អរួចរាល់ជាមួយគាត់ហើយបាទរងចាំគាត់ត្រឡប់វិលវិញមកគាត់នៅតែបន្តផ្សព្វផ្សាយល្អអំពីយើងទៀតអញ្ចឹងចិត្តយើងបែបណាការសម្ដែងចឹងទៅបែបណាយើងនៅរក្សាដដែលបាទកុំឲ្យគេវិតម្លៃយើងបានអញ្ចឹងវីដេអូនេះខ្ញុំគ្រាន់តែចង់បង្ហាញថាបើយើងបានធ្វើល្អហើយគឺយើងរក្សាចិត្តនឹងឯណោះដដែលចោះបាទកុំទាមទារត្រឡប់មកវិញអីបើបុគ្គលគាត់នឹកឃើញថាយើងបានធ្វើល្អហើយអានឹងវាកាន់តែប្រសើរតែបើគាត់មិននឹកឃើញក៏យើងមិនបន្ទោសគាត់ដែរដោយសារយើងបានធ្វើជាមួយគាត់ហើយបាទអញ្ចឹងខ្ញុំចេញคลิปវីដេអូមួយនេះគឺគ្រាន់តែចង់បញ្ជាក់ប៉ុណ្ណឹងចង់ឲ្យបងប្អូនរក្សាចិត្តឲ្យនៅដដែលបាទកុំឆ្លេឆ្លាកុំទីមទីកុំអីទាំងអស់គឺយើងនៅរក្សាដដែលល្អស្នាមញញឹមយើងគឺនៅតែបន្តចិត្តល្អរបស់យើងគឺនៅតែធ្វើក្នុងកម្រិតមួយដែលយើងពិចារណាថាតើវាមានផ្ដល់ផលចំណេញអីខ្លះដល់យើងតែប៉ុណ្្នឹងទៅបានហើយបាទខ្ញុំសូមតែប៉ុណ្្នឹងចប់បាទសូមអរគុណបាទ